សូមស្វាគមន៍មកកាន់វិញ្ញាសាត្រៀមប្រឡងបាក់ឌុបមុខវិជ្ជាផែនដីវិទ្យាមកដល់ភាគទី 9 នៅក្នុងវិញ្ញាសាទី 9 នេះយើងនឹងមានសំណួរទី 1 តើការសិក្សាពីទីតាំងរបស់តារានិករជួយមនុស្សចំនួនមុនអ្វីខ្លះក្នុងជីវភាពរស់នៅប្រចាំថ្ងៃសំណួរទី 2 កតើសូរគ្រានិងច័ន្ទគ្រាខុសគ្នាយ៉ាងដូចម្ដេចខហេតុអ្វីបានជាបាតុភូតនេះមិនកើតឡើងជារៀងរាល់ខែ 3. កតើអ្នកវិទ្យាសាស្ត្រប្រើប្រាស់វិធីសាស្ត្រអ្វីខ្លះដើម្បីចាត់ថ្នាក់ប្រភេទសាលា 4. ខតើសាលាមានប្រយោជន៍អ្វីខ្លះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃសំណួរទី 4 កដូចម្តេចដែលហៅថាចលនារង្វិលខ្យល់និងរង្វិលជុំរបស់ភពខតើចលនារង្វិលនីមួយៗធ្វើឲ្យយើងមើលឃើញអង្គនានានិងតារានិករទាំងឡាយនៅលើមេឃយ៉ាងដូចម្តេចអូខេចឹងតើតើនឹងសំណួរទី1នេះតើតើនឹងការសិក្សាពីតារានិករសម្រាប់មនុស្សជំនាន់មុនគឺវាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ការរស់នៅរបស់គាត់ដោយសារតែពីសម័យមុនមនុស្សយើងអត់ទាន់មានឧបករណ៍ប្រើប្រាស់ទំនើបដូចមនុស្សបច្ចុប្បន្ននេះទេតើតើនឹងត្រីវិស័យតើតើជាមួយនឹងទូរស័ព្ទឬប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនអញ្ចឹងតាមរយៈការបម្លាស់ទីការរស់នៅរបស់គាត់គឺគាត់ពឹងផ្អែកទៅលើការអង្កេតតារានិករនៅលើមេឃចឹងអត្ថប្រយោជន៍ទី1ដែលតារានិករបានជួយគាត់គឺធ្វើឲ្យអ្នកធ្វើដំណើរទាំងផ្លូវទឹកទាំងផ្លូវគោកដូចជានៅវាខ្សាច់ជាដើមឬក៏នៅលើក្នុងមហាសមុទ្រដែលយើងមិនអាចមើលឃើញកោះល្វឹងល្វើយនោះបានជួយឲ្យគាត់បានកំណត់ប៉ូលនៅភូមិសាស្ត្រខាងជើងឬក៏ខាងត្បូងទី2គាត់អាចប្រើប្រាស់ប៉ូលមេឃទាំងអស់នោះដើម្បីកំណត់ពីទីតាំងតារានិករទី3ការប្រើប្រាស់ស្វែមេឃទី4បានផ្ដល់ជាមធ្យោបាយដើម្បីវាស់វែងពីពេលវេលាដឹងថាតើពេលវេលាមួយណាដែលជារដូវដាំដុះឬក៏ពេលវេលាណាដែលតេតទៅនឹងអាកាសធាតុការរស់នៅរបស់គាត់ហើយទី5ទូទីពីព្រឹត្តិការណ៍នានាដែលមានអត្ថប្រយោជន៍នៅក្នុងការរស់នៅរបស់គាត់ជាឧទាហរណ៍គូសូមលើកតារានិករសិង្ហអញ្ចឹងជាទូទៅនៅពេលដែលមនុស្សទាំងនោះគាត់បានឃើញតារានិករសិង្ហរះឡើងគឺមានន័យថាពេលនោះគឺជារដូវដាំដុះនឹងចូលមកដល់រីឯតារានិករខ្យល់ដំរីគឺបញ្ជាក់ថាជាវស្សានរដូវរីឯតារានិករព្រានបំមាញ់រះគឺជារដូវសិសិរដូវឥឡូវយើងចូលដល់សំណួរទី2ចុះសំណួរទី2តកតួទៅនឹងការបែងចែករវាងសូរគ្រាសហើយនិងច័ន្ទគ្រាសចឹងភាពខុសគ្នារវាងសូរគ្រាសនិងច័ន្ទគ្រាសខុសគ្នាត្រង់ទី1សូរគ្រាសកើតឡើងនៅពេលថ្ងៃហើយជាទូទៅសូរគ្រាសកើតឡើងគឺវាមានរយៈពេលខ្លីជាងបាតុភូតច័ន្ទគ្រាសទី2សូរគ្រាសគឺកើតឡើងនៅពេលដែលព្រះច័ន្ទស្ថិតនៅចន្លោះឬក៏នៅពេលដែលព្រះច័ន្ទវាឆ្លងកាត់ព្រះអាទិត្យនិងផែនដីចំណុចទី3សមោព្រះច័ន្ទគឺបានចោលទៅលើផ្នែកមួយចំនួនរបស់ផែនដីរបស់យើងដែលធ្វើឲ្យតំបន់ខ្លះវានឹងងងឹតរីឯតំបន់ខ្លះវាមិនងងឹតទេដោយសារតែព្រះច័ន្ទវាមានទំហំទូចអញ្ចឹងតំបន់ដែលវាជះសមោទៅលើភពផែនដីរបស់យើងគឺងងឹតដោយផ្នែកជាឧទាហរណ៍ដូចគ្រូបាបង្ហាញពីរូបភាពនៅក្នុងវីដេអូនេះជាក់ស្ដែងចឹងសមោនៅផ្នែកខាងនេះគឺជាសមោងងឹតខ្លាំងដែលប្រជាជនដែលគាត់រស់នៅកន្លែងហ្នឹងចំកន្លែងហ្នឹងគឺគាត់ងងឹតក្នុងដូចពេលយប់ចឹងគឺរយៈពេល4ទៅ5នាទីរីឯខាងផ្នែកខាងនេះគេហៅថាស្រមោលព្រាលមានន័យថាដូចវាគ្រាន់តែជាលក្ខណៈបែបទទុំល្ងាចដូចម៉ោង4ម៉ោង5អញ្ចឹងរយៈពេលខ្លីចឹងឥឡូវយើងចូលមកដល់ច័ន្ទគ្រាសវិញតើច័ន្ទអូខេចឹងតើតើនឹងបាតុភូតសូរគ្រាសហ្នឹងដែរគ្រូចង់បង្ហាញវីដេអូមួយចំនួនឬក៏លក្ខណៈនៃបាតុភូតសូរគ្រាសខ្លះអូខេដោយរូបភាពទាំងអស់នេះគេហៅថាកូរ៉ូណារបស់ព្រះអាទិត្យអញ្ចឹងនៅពេលដែលបាតុភូតសូរគ្រាសកើតឡើងនៅពេលដែលព្រះច័ន្ទបាំងពន្លឺស្ទើរតែទាំងស្រុងមកលើព្រះអាទិត្យយើងនឹងឃើញ
មានពន្លឺជះឡើងហើយពន្លឺដែលជះឡើងនេះគេបានដាក់ឈ្មោះវាថាកូរ៉ូណាព្រះអាទិត្យចឹងយើងកន្លែងបងប្អូនគ្នា អូខេដោយសារតែមានបញ្ហាទាក់ទងជាមួយនឹងបច្ចេកវិទ្យាលោកគ្រូសូមបង្ហាញតែរូបភាពតែប៉ុណ្ណោះរីឯផ្នែកខាងក្រោមនេះនៅពេលដែលវាអត់មានស្រមោលជះនៅផ្នែកខាងក្រោមទេហើយវាគ្រាន់មានតែស្រមោលដូចជារង្វង់នេះគេហៅវាឈ្មោះថាសូរ្យគ្រាបនឹងឆាតឥឡូវយើងក៏លើកមកមើលវីដេអូដែលពាក់ព័ន្ធជាមួយនឹងការអង្កេតមើលបាតុភូតសូរ្យគ្រាបពីលើលំហបរិយាកាសវិញតើយើងនឹងសង្កេតឃើញផ្ទៃផែនដីរបស់យើងតំបន់ដែលជួបបាតុភូតសូរ្យគ្រាសហ្នឹងមានលក្ខណៈយ៉ាងដូចម្ដេចចឹងពេលដែលយើងកលេចមើលនេះយើងឃើញមានស្រមោលពីរគឺស្រមោលព្រាលហើយនិងស្រមោលងងឹតចុះស្រមោលងងឹតដែលវាឆ្លងកាត់របស់ផែនដីរបស់យើងនេះគឺវាមានទំហំទូចតែប៉ុណ្ណោះរីឯស្រមោលព្រាលនេះគឺវាមានទំហំធំចឹងតំបន់ដែលជួបដែលតំបន់ដែលរងស្រមោលងងឹតឆ្លងកាត់នេះគឺវាមានទំហំទូចហើយពេលនោះហើយដែលយើងឃើញថាផែនដីរបស់យើងងងឹតដូចយប់រយៈពេលខ្លីអូខេតើតើវីដេអូរបស់យើងគឺមានតែប៉ុណ្ណឹងឥឡូវយើងចូលដល់ចំណុចទី2និយាយអំពីបាតុភូតចន្ទគ្រាសវិញម្ដងចឹងនៅពេលដែលយើងនិយាយអំពីបាតុភូតចន្ទគ្រាសទី1គឺបាតុភូតនេះកើតឡើងនៅពេលយប់ហើយវាមានរយៈពេលយូរជាងបាតុភូតសូរ្យគ្រាសហើយជាទូទៅបាតុភូតចន្ទគ្រាសគឺកើតឡើងនៅពេលដែលផែនដីរបស់យើងស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះច័ន្ទហើយជាទូទៅស្រមោលរបស់ផែនដីរបស់យើងចោលទៅលើព្រះច័ន្ទឬក៏យើងអាចនិយាយថាព្រះច័ន្ទឆ្លងកាត់ស្រមោលរបស់ផែនដីជាក់ស្ដែងដោយរូបភាពដែលលោកគ្រូបានបង្ហាញនេះចឹងនៅពេលដែលផែនដីរបស់យើងស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះច័ន្ទពេលនោះដោយសារតែស្រមោលរបស់ផែនដីរបស់យើងចោលទៅលើព្រះច័ន្ទធ្វើឲ្យព្រះច័ន្ទគឺនឹងងងឹតហើយការចោលស្រមោលនេះក៏មានពីរដែរគឺស្រមោលព្រាលហើយនិងក៏ស្រមោលងងឹតអូខេឥឡូវលោកគ្រូសូមបង្ហាញវីដេអូមួយចំនួនទាក់ទងបាតុភូតចន្ទគ្រាសដែលកើតឡើងនៅឆ្នាំ2021នេះគឺជាស្រមោលផែនដីដែលចោលមកលើព្រះច័ន្ទបន្តិចម្ដងចឹងធ្វើឲ្យដីរបស់បាទចុះវីដេអូរបស់យើងគឺមានប៉ុណ្ណឹងឥឡូវយើងសូមចូលដល់ចំណុចបន្ទាប់ទាក់ទងនឹងចំណុចខដែលគេសួរថាហេតុអ្វីបានជាយើងមិនអាចមើលឃើញបាតុភូតសូរ្យគ្រាសហើយនិងចន្ទគ្រាសជារៀងរាល់ខែអញ្ចឹងកត្តាសំខាន់ដែលធ្វើឲ្យយើងមិនអាចមើលឃើញបាតុភូតទាំងពីរនេះជារៀងរាល់ខែដោយសារតែព្រះច័ន្ទដែលធ្វើដំណើរជុំវិញផែនដីរបស់យើងនឹងគឺត្រេប5ដឺក្រេដែលត្រេប5ដឺក្រេនេះគឺជាមុំមួយដែលបង្កើតឡើងដោយផែនដីនិងព្រះអាទិត្យអញ្ចឹងជាទូទៅការត្រេតនេះដែរគឺវាល្មមនឹងគ្រប់គ្រាន់ឲ្យព្រះច័ន្ទចាក់ចេញស្រមោលរបស់ផែនដីនៅពេលដែលខែពេញវង្សរីឯផែនដីវិញអាចចេញពីស្រមោលរបស់ព្រះច័ន្ទនៅខែដាច់អូខេគ្រូក៏មានសំណួរមួយទៀតដែរផ្សារភ្ជាប់ជាមួយគ្នានេះដែរគឺគេសួរថាហេតុអ្វីបានជាយើងមើលឃើញព្រះច័ន្ទមួយជំហានដដែលអញ្ចឹងហេតុផលសំខាន់គឺដោយសារតែព្រះច័ន្ទរបស់យើងគឺមានរយៈពេលរង្វិលជុំនិងរង្វិលផ្ញើគឺចិត្តស្មើគ្នាអញ្
ចឹងដោយសារតែអត្តពលនៃចលនារង្វើខ្យល់រង្វើជំរបស់ព្រះច័ន្ទចិត្តស្មើគ្នានេះឯងទៅធ្វើឲ្យយើងមើលឃើញព្រះច័ន្ទគឺមួយជំហានដដែលឥឡូវយើងចូលមកដល់សំណួរទី3គេសួរថាដើម្បីចាត់ថ្នាក់ប្រភេទសាលាតើអ្នកវិទ្យាសាស្ត្រប្រើប្រាស់វិធីសាស្ត្រប៉ុន្មានយ៉ាងអញ្ចឹងវិធីសាស្ត្រ2យ៉ាងដែលអ្នកវិទ្យាសាស្ត្រប្រើប្រាស់នោះគឺរួមមានទី1គឺវីយភាពអញ្ចឹងនៅពេលដែលយើងនិយាយអំពីវីយភាពគឺយើងសំដៅទៅលើទំហំទ្រង់ទ្រាយហើយនិងទីតាំងនៃក្របរបស់សាលាទី2យើងនិយាយអំពីសមាសធាតុផ្សំអញ្ចឹងកាលណាយើងនិយាយអំពីសមាសធាតុផ្សំគឺសំដៅទៅលើរ៉ែកាឌិកដែលមាននៅក្នុងសាលាថាតើនៅក្នុងសាលានោះមានប្រភេទរ៉ែកាឌិកអ្វីខ្លះដែលស្ថិតនៅអញ្ចឹងលោកគ្រូសូមបង្ហាញរូបភាពទាក់ទងនឹងវីយភាពរបស់សាលាអញ្ចឹងរូបភាពទី1នេះគេបង្ហាញអំពីថ្មភក់អញ្ចឹងជាទូទៅថ្មភក់គឺវាមានវីយភាពរបស់វាគឺក្របម៉ត់ទី2គឺប្រភេទសាលាក្រែអញ្ចឹងសាលាក្រែទំហំក្របរបស់វាគឺស្ថិតនៅក្របមធ្យមវាធំជាងសាលាភក់ហើយនឹងទី3គឺប្រភេទសាលាក្តាំងអញ្ចឹងប្រភេទពពួកសាលាក្តាំងក្របរបស់វាធំជាងហ្នឹងគេចាត់ទុកវាថាពពួកមានវីយភាពក្របគ្រើមឥឡូវយើងចូលមកដល់តកតូននឹងសមាសធាតុផ្សំវិញម្ដងអញ្ចឹងលោកគ្រូសូមលើកឧទាហរណ៍តាក់ទងទៅនឹងសាលាក្រានិកមួយអញ្ចឹងសាលាក្រានិកនេះបើយើងក្រឡេកទៅមើលសាលានេះគឺវាមានសមាសធាតុប្រមាណដែរដែលមាននៅលើហ្នឹងបើយើងមើលពណ៌ទី1យើងឃើញពណ៌ខ្មៅទី2យើងមើលឃើញពណ៌សទី3យើងមើលឃើញពណ៌រាងពណ៌លឿងអញ្ចឹងប្រហែលជាសមាសធាតុរបស់សាលាក្រានិកអាចនឹងមាន3ដែលជាទូទៅពណ៌លឿងនេះគេហៅវាថាផែស្ប៉ាតដែលផែស្ប៉ាតស្ថិតនៅក្នុងសាលាក្រានិកនេះគឺមានរហូតដល់ 55% ខ្វាតមាន 35% ហើយនឹងបៃអូទិកមីកាគឺមាន 10%អញ្ចឹងរ៉ែទាំង3ប្រភេទនេះផ្គុំចូលគ្នាបង្កើតបានទៅជាសាលាក្រានិកអញ្ចឹងហើយបានគេឲ្យនិយមន័យសាលាគឺជារ៉ែមួយប្រភេទឬក៏ច្រើនប្រភេទផ្សំគ្នាចំណុចខគេសួរថាតើសាលាមានសារៈប្រយោជន៍អ្វីខ្លះសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃអញ្ចឹងសម្រាប់ទាំងមនុស្សពីជំនាន់មុនក៏ដូចជាមនុស្សបច្ចុប្បន្នគឺត្រូវការសាលាណាដើម្បីប្រើប្រាស់ក្នុងការរស់នៅជាប្រចាំថ្ងៃអូខេចំណុចទី1គេប្រើប្រាស់សាលាដើម្បីសាងសង់អគារផ្លូវថ្នល់សាលារៀននេះជាដើមដូចជាឧទាហរណ៍ការប្រើប្រាស់ថ្មម៉ាតអញ្ចឹងថ្មម៉ាតគេយកមកធ្វើវាជាការ៉ូអីជាដើមឥឡូវគ្រូសូមបង្ហាញថាថ្មម៉ាតមានលក្ខណៈយ៉ាងនេះម្ដេចអូខេនេះគឺជាសិប្បកម្មនៃការយកថ្មម៉ាតយកមកធ្វើជាការ៉ូក្រាបផ្ទះអីជាដើមឬក៏ជញ្ជាំងផ្ទះអីជាដើមទី2ថ្មក្រានិកដូចលោកគ្រូបានបង្ហាញមកអញ្ចឹងថ្មក្រែតែតើនឹងថ្មក្រែជាទូទៅគេអាចប្រើវាធ្វើជាថ្មសលៀងកបិតអីជាដើមថ្មកំបោរអូខេនេះគឺជាសិប្បកម្មនៃឬក៏ការដ្ឋានដែលគេជីកយកថ្មកំបោរដើម្បីយកវាទៅប្រើប្រាស់ធ្វើជាផលិតផលផ្សេងៗហើយនៅសាលាឈ្នួនឥឡូវយើងចូលមកដល់ចំណុចទី2យើងអំពីសាលាដែរអញ្ចឹងសាលាមួយចំនួនវាបានផ្ទុកនៅផូស៊ីលអញ្ចឹងផូស៊ីលទាំងអស់នេះគឺវាមានសារៈសំខាន់ណាស់ក្នុងការផ្ដល់ជាគន្លឹះដែលបង្ហាញអំពីកំណើតជីវិតដែលមានលើភពផែនដីរបស់យើងតាំងពីរាប់លានឆ្នាំមុនអញ្ចឹងនៅពេលដែលយើងធ្វើការសិក្សាសាលានេះវាធ្វើឲ្យយើងនឹងបានដឹងថាតើជីវិតនៅលើផែនដីរបស់យើងនៅសម័យមុនហ្នឹងវាមានប្រភេទសត្វអីគេខ្លះរុក្ខជាតិអីគេខ្លះហើយវារស់នៅយ៉ាងម៉េចយើងអាចបានសិក្សាបានចូលចំណុចទី3មនុស្សជំនាន់មុនគេបានប្រើប្រាស់សិលាខ្លះធ្វើជាញញួរជាកបិតជាពូថៅឬក៏ជាព្រួញជាលំពែងដើម្បីធ្វើការប្រមាញ់សត្វដើម្បីចិញ្ចឹមជីវិតអូខេឥឡូវគ្រូសូមបង្ហាញរូបមួយចំនួនដែលគេប្រើប្រាស់សាលាធ្វើជាញញួរអូខេដោយរូបភាពមួយនេះអញ្ចឹងប្រភេទសាលាមួយចំនួននេះគេយកមើលសាលាណាដែលវាមានលក្ខណៈមុតរឹងមាំគេចង់ផ្អោបវាជាមួយនឹងឈើបង្កើតបានជាពូថៅជាញញួរអីចឹងទៅ
នេះគឺជាសម្ភារៈមួយចំនួនដែលមនុស្សជំនាន់មុនគេប្រើប្រាស់ក្នុងការរស់នៅអូខេឥឡូវគ្រូបង្ហាញជាលក្ខណៈព្រួយវិញម្ដងអូខេជាព្រួយឬក៏ជាលំពែនដើម្បីទុកចាក់សម្រាប់សត្វអីជាដើមការចងប្រអប់របស់គេអូខេឥឡូវចូលដល់ចំណុចទី4អញ្ចឹងចំពោះវិស័យវិទ្យាសាស្ត្រវិញចំពោះវិស័យវិទ្យាសាស្ត្រវិញគេប្រើប្រាស់សិលាធ្វើជាកាំបិតវះកាត់ជាឧទាហរណ៍ថ្មអុបស៊ីឌៀនជាដើមអូខេលោកគ្រូសូមបង្ហាញរូបភាពតើគេធ្វើយ៉ាងម៉េចអូខេនេះគឺជាកាំបិតវះកាត់ដែលដងខាងលើយើងធ្វើមកពីឈើអីទេហើយឯចុងវាគឺធ្វើមកពីសិលាអុបស៊ីឌៀនអញ្ចឹងសិលាអុបស៊ីឌៀននេះវាបើយើងនិយាយពីវិជ្ជាភាពរបស់វាសឹងតែគ្មានគ្រាប់ហើយវាគ្មានគ្រាប់ទេវាម៉ត់ហើយមុតខ្លាំងណាគេប្រើវានេះហើយបើមនុស្សចំនួនមុនវិញគេប្រើវាសម្រាប់ធ្វើជាកាំបិតដែលដាក់ប្រចាំខ្លួននេះទៅសម្រាប់អ្នកក្លាហានមួយចំនួនគេដាក់បង្អួនអាវុធដែលមុតខ្លាំងបំផុតនៅលើโลกអីចឹងទៅនេះគឺជាប្រភេទនៃសិលាអុបស៊ីឌៀនដែលមានតាមទំហំរបស់វាហើយនេះគឺជាប្រភេទកាំបិតបុរាណដែលគេប្រើសិលាអុបស៊ីឌៀនធ្វើជាកាំបិតហើយជាទូទៅខាងរាជវង្សខាងគេហៅថាស្ដេចឬក៏មេកន្ទ្រាយដែលគេមានសិទ្ធិប្រើប្រាស់ពណ៌ហ្នឹងអូខេឥឡូវយើងចូលមកដល់ចំណុចបន្តអញ្ចឹងចំណុចបន្តយើងនិយាយអំពីការប្រើប្រាស់សិលាធ្វើជាវិមានធ្វើជាប្រាសាទអីជាដើមអញ្ចឹងឧទាហរណ៍ការប្រាសាទមួយចំនួនគេបានប្រើប្រាស់សិលាបាយក្តាំងសិលាភក់ដើម្បីធ្វើជាប្រាសាទឧទាហរណ៍លោកគ្រូសូមបង្ហាញប្រាសាទអង្គរវត្តអញ្ចឹងប្រាសាទអង្គរវត្តយើងមើលគេមានដឹងថាប្រាសាទអង្គរវត្តរបស់យើងតើប្រើប្រភេទសាលាអីគេមកធ្វើអញ្ចឹងភាគច្រើនគឺជាប្រភេទសាលាភក់ជាឯសាលាខ្លះទៀតគេធ្វើមកពីសាលាក្តាំងឧទាហរណ៍ដូចជាប្រាសាទបន្ទាយស្រីនេះជាដើមអញ្ចឹងសុទ្ធតែជាប្រភេទសាលាក្តាំងឬក៏ហៅថាសាលាថ្មបាយក្រៀមអូខេចំណុចបន្តយើងនិយាយអំពីការប្រើប្រាស់សាលាធ្វើឲ្យយើងអាចដឹងពីប្រវត្តិភពផែនដីរបស់យើងលោកគ្រូបានបញ្ជាក់មកអញ្ចឹងតាមរយៈការសិក្សាអំពីស្រទាប់របស់សាលាក៏ដូចជាតាមរយៈការសិក្សាអំពីផូស៊ីលហើយនឹងធ្វើឲ្យយើងដឹងពីប្រព័ន្ធព្រះអាទិត្យរបស់ផែនដីរបស់យើងថាតើវាមានការកកើតដូចម្ដេចអូខេសំណួរទី3របស់យើងគឺមានប៉ុណ្ណឹងឥឡូវយើងចូលដល់សំណួរទី4គេសួរថាតើចលនារង្វើខ្យាមានន័យថាដូចម្ដេចអញ្ចឹងចលនារង្វើខ្យាមានន័យថាគឺជាដំណើរដែលភពធ្វើជុំវិញអក្សររបស់ខ្លួនឯងនៅមុំ23ដឺក្រេ27សីកុងតាមទិសដៅផ្ទុយពីទ្រនលានិកាសំទោសនេះភ្លេចជើងរបាត់ហើយរីឯចលនារង្វើជិនគឺជាចលនាដែលភពធ្វើជុំវិញព្រះអាទិត្យតាមទិសដៅផ្ទុយលើទ្រនលានិកាលើគន្លងរាង ellipsoid អូខេអញ្ចឹងជាទូទៅចលនារង្វើខ្យានិងរង្វើជុំរបស់ភពទាំងអស់វានឹងបង្កើតឲ្យមានបាតុភូតថ្ងៃនិងយប់ហើយនឹងអាចឲ្យយើងមើលឃើញតារារះនៅទិសខាងកើតហើយលេខវិញនៅទិសខាងលិចប៉ុន្តែសម្រាប់ភពមួយចំនួនវាមានលក្ខណៈផ្ទុយពីហ្នឹងគឺអាចនឹងធ្វើឲ្យយើងមើលឃើញតារារះនៅទិសខាងលិចរីឯលេខវិញនៅទិសខាងកើតសម្រាប់ភពដែលមានចលនាផ្ទុយពីទិសនាការចលនារង្វើជុំវិញម្ដងគឺជាចលនាមួយដែលធ្វើឲ្យយើងមើលឃើញអង្គនានាឬក៏តារានិករទាំងឡាយវាប្រែប្រួលរូបភាពទៅតាមរដូវនៅក្នុងឆ្នាំមួយឆ្នាំអញ្ចឹងដោយសារតែចលនាវិលជុំយើងនិយាយថាកាលណាវាវិលបានមួយជុំគឺវាបង្កើតបានមួយឆ្នាំអញ្ចឹងកាលណាផ្លាស់ប្ដូរទីកន្លែងអញ្ចឹងធ្វើឲ្យយើងឃើញរូបភាពនៃតារានិកររះគឺវាមានប្រែប្រួលទៅតាមកន្លែងដែលយើងនេះដោយសារតែតារានិករមួយចំនួនពេលដែលយើងផ្លាស់ប្ដូរទីតាំងគឺវាបាត់វាដោយសារតែវាស្ថិតនៅផ្នែកខាងក្រោមនៃផ្ទៃផែនដីរបស់យើង
អូខេអញ្ចឹងតើតើនឹងវិញ្ញាសាទី9របស់គ្រូមានតែប៉ុណ្្នឹងអរគុណសម្រាប់ការចូលរួមស្ដាប់ទាំងអស់គ្នាហើយបើពេញចិត្តសូមជួយ Subscribe ទាំងអស់គ្នាផងអរគុណសម្រាប់ការជួបគ្នានៅវិញ្ញាសាទី10